អ្នកដែលមានជំងឺបាទភ្នែកដុសកន្ទុយថ្លែនបាទភ្នែកឡើងបាយភ្នែកស្រវាំងបាទភ្នែកមើលមិនច្បាស់អីផ្សេងហ្នឹងខ្ញុំជឿជាក់ថាពិតជាពិបាកនៅក្នុងការធ្វើដំណើរទៅណាមកណាហើយថ្ងៃនេះបាទខ្ញុំនឹងលើកយកបាទពីបាទត្រកួនស្រែជាមួយនឹងបាទផ្លែក្រូចសើចបាទដែលអាចបាទព្យាបាលភ្នែកដុសកន្ទុយថ្លែននេះបានបាទខ្ញុំបាទសូមបាទគោរពនឹងជម្រាបសួរបាទទៅដល់វត្តមានលោកតាលោកយាយអ៊ំពូមីងបាទដែលកំពុងទៅតាមដានទស្សនាវីដេអូថ្មីពី Channel YouTube របស់ខ្ញុំបាទថ្ងៃនេះផងដែរខ្ញុំបាទក៏មានបាទនៅវីដេអូថ្មីមួយទៀតហើយបាទជាប្រភេទវីដេអូចែករំលែកនៃចំណេះដឹងផ្នែកឱសថបុរាណខ្មែរក៏ដូចជាបាទវិធីសាស្ត្រនៅក្នុងការព្យាបាលជំងឺផ្សេងតាមបែបបាទបុរាណផងដែរបាទហើយថ្ងៃនេះខ្ញុំបាទក៏សូមលើកយកបាទពីវិធីសាស្ត្រនៅក្នុងការព្យាបាលបាទគឺជំងឺបាទកន្ទុយថ្លែនបាទភ្នែកឡើងបាយឬក៏ភ្នែកស្វាំងភ្នែកបាទមើលមិនច្បាស់អីផ្សេងពុកម៉ែបងប្អូនបាទអ្នកដែលមានជំងឺបាទភ្នែកដុសកន្ទុយថ្លែនបាទភ្នែកឡើងបាយភ្នែកស្រវាំងបាទភ្នែកមើលមិនច្បាស់អីផ្សេងហ្នឹងខ្ញុំជឿជាក់ថាពិតជាពិបាកនៅក្នុងការធ្វើដំណើរទៅណាមកណាហើយមើលគេគឺសឹងតែមិនស្គាល់ផងបាទដូចជាខ្ញុំបាទអីក៏មានភ្នែកបាទដុសកន្ទុយថ្លែនដែរហើយភ្នែកស្រវាំងមើលអីមិនច្បាស់ហ្នឹងក៏ជាបញ្ហារបស់ខ្ញុំផ្ទាល់ផងដែរហើយទៅណាមកណាម្ដងពិតជាពិបាកខ្លាំងណាស់បាទពុកម៉ែបងប្អូនយើងគឺមើលទៅគេបាទចម្ងាយត្រឹម20ម៉ែត្រអីហ្នឹងគឺមើលស្គាល់ប៉ុន្តែមិនដឹងថាអ្នកណាទេបាទលក្ខណៈថាមើលអត់ស្គាល់មុខមនុស្សណាបាទវាពិបាកមែនទែនហើយអាយុខ្ញុំគឺនៅក្មេងដែរប៉ុន្តែមានបញ្ហានេះហើយចុះទម្រាំអីដល់បាទលោកយាយលោកតាលោកអ៊ំលោកពូអ្នកមីងបាទដែលមានវ័យអាយុរៀងច្រើនហ្នឹងទៅតើពិបាកប៉ុណ្ណាបាទអញ្ចឹងថ្ងៃនេះបាទខ្ញុំនឹងលើកយកបាទពីបាទត្រកួនស្រែជាមួយនឹងបាទផ្លែក្រូចសើចបាទដែលអាចបាទព្យាបាលភ្នែកដុសកន្ទុយថ្លែននេះបានបាទមិនមែនតែកន្ទុយថ្លែនមួយមុខទេគឺមានផ្សេងទៀតដែលតាក់ទងនឹងភ្នែកដែលខ្ញុំបានលើកឡើងបាទអំបញ្ញមិញហើយនៅក្នុងវិធីប្រើប្រាស់នោះបាទគឺយើងបាទយកត្រកួនស្រែបាទគឺចំនួន1ក្តាប់ដៃជាមួយនឹងផ្លែក្រូចសើចពី3ទៅ4ផ្លែយកមកដាំទឹកបាទពុកម៉ែបងប្អូនយើងដាំទឹកមួយឆ្នាំងអញ្ចឹងទៅគឺយើងដាំឲ្យពុះរំងាស់រយៈពេល15នាទីឬក៏អីចឹងទៅបាទរួចហើយគឺយើងលើកឆ្នាំងនឹងចុះមកយើងបាទយកកណាត់បាទយើងលក្ខណៈថាឆ្ពង់បាទពុកម៉ែបងប្អូនប្រកាសជាដឹងហើយពីរបៀបឆ្ពង់បាទគឺយើងលើកឆ្នាំងចុះមកយើងមានគម្របឆ្នាំងមួយអញ្ចឹងទៅយើងមានបាទកសែងពុះគោឬក៏ភួយអីចឹងទៅគឺយើងគ្របពីលើឆ្នាំងហ្នឹងគ្របឲ្យជិតខ្លួនយើងរួចហើយយើងបើកបង្ហើបគម្របឆ្នាំងហ្នឹងតិចចឹងទៅរួចហើយយើងឆ្ពង់បាទឆ្ពង់ភ្នែករបស់យើងហ្នឹងគឺយើងព្រិចបើកចឹងទៅណាឆ្ពង់រយៈពេលបាទគឺចាប់ពីបាទ10នាទីឡើងទៅបាទគឺបើសិនជាពុកម៉ែបងប្អូនអាចទ្រាំបានយូរគឺយើងឆ្ពង់រឹតតែយូរអញ្ចឹងទៅណាបាទហើយការអនុវត្តបែបនេះបើសិនជាភ្នែកបាទដែលស្វាំងភ្នែកដែលមើលមិនច្បាស់ព្រិលហ្នឹងគឺវានឹងបាត់នៅក្នុងរយៈពេលបាទពី3ថ្ងៃទៅ1អាទិត្យបាទវាអាស្រ័យទៅលើភ្នែករបស់ពុកម៉ែបងប្អូនបាទមានការព្រិលនឹងកម្រិតណាបាទស្វាំងកម្រិតណាចំណែកឯបាទភ្នែកដុសកន្ទុយថ្លែនភ្នែកឡើងបាយហ្នឹងគឺវានឹងបាត់នៅក្នុងរយៈពេលបាទ2ទៅ3ខែគឺចំណាយពេលបន្តិចបាទហើយចំណុចដែលខ្ញុំបាទសរសើរចំពោះថ្នាំខ្មែរនោះគឺការព្យាបាលគឺយើងហូបបាទឧទាហរណ៍ថាយើងមានជំងឺអីមួយយើងហូបថ្នាំលក្ខណៈខ្មែរបុរាណយើងគឺហូបត្រឹមមួយអាទិត្យត្រឹមអីគឺអត់ដឹងលទ្ធផលទេប៉ុន្តែនៅពេលដែលចាប់ពី2ទៅ3ខែ4ខែឡើងទៅនៅពេលដែលជាគឺជាដាច់តែម្ដងនេះហើយជាហេតុផលមួយដែលខ្ញុំបាទជឿជាក់ទៅលើថ្នាំខ្មែរបាទហើយអញ្ចឹងការព្យាបាលជំងឺបាទកន្ទុយថ្លែនឬក៏ជំងឺភ្នែកឡើងបាយនេះគឺពុកម៉ែបងប្អូនយើងបាទគឺអ្នកខ្លះទៅក៏គាត់ទៅបកទៅអីអញ្ចឹងណាប៉ុន្តែវិធីសាស្ត្រហ្នឹងគឺបានតែពន្យាតែប៉ុណ្ណោះភ្នែកដែលដុសកន្ទុយថ្លែននៅពេលដែលយើងបកហើយវានឹងដោះឡើងមកវិញដូចជាភ្នែកខ្ញុំជាដើមពុកម៉ែបងប្អូននៅពេលដែលខ្ញុំបាទទៅពិនិត្យនៅពេទ្យគេអត់ទាន់ឲ្យខ្ញុំបកទេដោយសារខ្ញុំអាយុក្មេងហើយកន្ទុយថ្លែនខ្ញុំក៏នៅទូចអញ្ចឹងណាគេថាចាំអាយុច្រើនបាទចាប់ពី40គៀងអីទៅចាំបកបាទព្រោះថានៅពេលដែលយើងបកពូកន្ទុយថ្លែងវានឹងដោះមកវិញបាទសាច់ដែលដោះហ្នឹងណាបាទអញ្ចឹងបាទថ្ងៃនេះគឺខ្ញុំមានការចែករំលែកប៉ុណ្ណេះសង្ឃឹមថាពុកម៉ែបងប្អូនបាននឹងសប្បាយចិត្តពីការចែករំលែករបស់ខ្ញុំផងដែរហើយពុកម៉ែបងប្អូនអាច
បាទ comment បាននៅក្នុងវីដេអូមួយនេះបើសិនជាមានវិធីសាស្ត្រណាផ្សេងអាចព្យាបាលបាទជំងឺភ្នែកឡើងបាយភ្នែកកតុយថ្លែននេះបាទហើយយាយនៅជិតផ្ទះខ្ញុំគឺគាត់មានវិធីមួយដែរបាទគឺគាត់ជួសបាទលក្ខណៈថាជួសនៅខ្នងយើងខ្ញុំអត់សូវយល់ដែរហើយខ្ញុំក៏បានធ្វើខ្លះដែរប៉ុន្តែអត់ចប់ចុងចប់ដើមទេបាទហើយការធ្វើក៏មានបានផលខ្លះដែរបងប្អូនមិនមែនមិនបានទេណាប៉ុន្តែដោយសារភ្នែកខ្ញុំខ្សោយខ្លាំងអញ្ចឹងទៅគឺពិបាកមែនទែនបាទហើយវិធីសាស្ត្រដែលខ្ញុំចែករំលែកនេះខ្ញុំក៏បានអនុវត្តបាទរយៈពេល1ថ្ងៃ2ដែរឃើញថាភ្នែកវាធូរស្រាលពិតមែនបាទអញ្ចឹងវីដេអូក្រោយយើងនឹងជួបគ្នាជាមួយនឹងការចែករំលែកបាទពីវិធីសាស្ត្រផ្សេងៗនៅក្នុងការព្យាបាលជំងឺបាទថ្ងៃនេះបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងបាទសូមអរគុណនិងសូមជម្រាបលា